គាត់មានចម្ងល់ថាម្ដាយរបស់គាត់ឬក៏ឪពុកក៏បានដែរខ្ញុំកណាសួរសរុបម្ដាយឪពុកយើងដែលចាស់ជរាហើយគាត់ស្វាងភ្នែកតិចគាត់ក៏មិនសូវបានហើយយើងជាកូនណាត្រូវបម្រើគាត់ព្រឹកល្ងាចគ្រប់សពបែបយ៉ាងយើងប្រើសម្ដីរៀងខ្លាំងធ្ងន់ចំពោះគាត់សួរថាតើការបម្រើបែបហ្នឹងរបស់កូនទាំងឡាយសកលក្នុងសកលពុទ្ធសាសនមណ្ឌលទូទាំងព្រះរាជាណាចក្រកម្ពុជានិងដល់ក្រៅប្រទេសដែលគោរពប្រពៃណីពុទ្ធសាសនាទំនៀមទម្លាប់ខ្មែរណាតើធ្វើអញ្ចឹងបាបឬក៏បុណ្យនឹងទី1ហើយភ្ជាប់មួយទៀតថាឮគេថាកូនដែលបម្រើឪពុកម្ដាយសុទ្ធតែជាកូនមានកម្មតើពាក្យនេះជាពាក្យពិតដែរឬទេសូមអនុថេនិមន្តឆ្លើយរៀបរាប់រំគេសេចក្តីទាំងបល័យទាំងសម្រាយទាំងកំណាព្យកាបឃ្លោងឃ្លាហើយបញ្ចប់ធម៌ទេសនាផងសូមអារាធនានិមន្តសារិកាក៏ចូលដេកសេកក៏ចូលទនំឃ្មុំក៏ចូលបកងយាយតាក៏ទំនងជាចុកជើងភិក្ខុសង្ឃយើងក៏ចុកចកេះចុកចកងអ្នកប្រុងវាយវងកំពុងតែស្រឿចានស្លាព្រាបើយើងនៅតែជជែកគ្នាប្រយ័ត្នរីងបបរគេអស់សឡក៏ឡើងប្រៃរីងទឹកបើដូច្នេះយាយតាសម្ោចខំពោះហើយចាក់ទឹកចូលដបតលមាត់ដបនឹងវាតម្រង់មកបានចាក់ចូលទៅមាត់ដបងាកចេញចាក់ទៅវាអត់ចូលទេហើយចឹងសំដែងធម៌បញ្ចូលក្នុងអារម្មណ៍ញាតិញោមតលតែអារម្មណ៍ញាតិញោមទទួលហើយបើអារម្មណ៍នោះគិតអញល្ងាចហើយនេះកូនអញដាំបាយហើយនៅទេអញដឹងបានពីណាមកដឹកទៅផ្ទះទេអញមើលទៅអត់បានហូបបាយនឹងទេយ៉ាងអញឃ្លានបាយលោកព្រមចប់អារម្មណ៍ទៅគិតអីនេះគិតអីនោះហើយយើងបញ្ចូលទៅវាអត់ន័យទេប៉ុន្តែឥឡូវបើសួរហើយត្រូវតែឆ្លើយអញ្ចឹងសូមឆ្លើយជូនញោមណាបើយើងគិតមួយម៉ាត់អញ្ចេះយើងយកកូនទៅចាក់ថ្នាំញោមចាក់ទៅឈឺហើយអត់ចាក់ថ្នាំហ្នឹងចាក់ឈឺអញ្ចឹងមានន័យថាយើងបាបយកកូនទៅឲ្យឈឺថាអត់ទេគោលបំណងធំចង់ឲ្យវាជាជំងឺឯណោះអញ្ចឹងអារឿងផ្សេងហ្នឹងគឺយើងស្ថិតនៅលើចេតនារបស់យើងមិនចង់ធ្វើបាបណាទេគឺយើងចង់ឲ្យជាយ៉ាងណាមិញយើងនិយាយស្រែកឲ្យលឺដល់ម៉ែដល់ឪហ្នឹងមិនមែនមើលងាយគាត់ទេមកពីតិចគាត់វាធ្ងន់ហើយញោមសាកថ្លឹងមើលប្រហែលគីឡូមកខាងអីចឹងទៅណាហើយដូច្នេះហើយគោលបំណងយើងនឹងមិនមែនចង់ប្រមាថកាត់ទៀនគាត់ទេតលស្រែកចឹងបានគាត់លឺអាហ្នឹងវាបំណងល្អមិនទៅបាបអីណាញោមណាហើយមួយទៀតអ្នកបំរើម៉ែបំរើឪហ្នឹងថាមានកម្មដែរប៉ុន្តែកម្មល្អញោមមិនមែនកម្មពីពីដើមមកទេគឺអ្នកនឹងសាងកម្មថ្មីដល់តែពេលយើងចាស់ទៅមានគេមកបំរើយើងវិញហើយនឹងបានអានិសង្ឃហ្នឹងគេបង្រើយើងរាល់ជាតិទៅទៀតណាញោមប៉ុន្តែបើអ្នកលះបង់ម៉ែឪចោលគាត់ចាស់គិតយករួចខ្លួនឲ្យកពៅវាមើលអញខ្ជិលមើលអញមិនសូវចេះលៀងនេះលៀងនោះឯឲ្យកពៅអានឹងហើយដល់ពេលយើងចាស់ទៅគេលះបង់យើងចោលចឹងដែរណាញោមណាហើយដល់ជាតិក្រោយទៅយើងរកអ្នកព្រើអីតិចតួចអត់សូវមាននេះបានកូនមកកូនគេលះបង់យើងចោលបន្តទៀតចឹងណាញោមបើដូច្នេះហើយអ្នកបង្រើម៉ែបង្រើឪនេះទេវតាក៏ថែអាសាមិនងាយជាយុទ្ធទេស្រុកមានសង្គ្រាមចម្បាំងរាំងជុលគេស្លាប់លាន់ក៏មិនងាយស្លាប់ដែរណាញោមណាកូវីដមកប្រមូលអស់រាប់លានអ្នកក៏គាត់ងាយទៅដែរឃើញដែរនឹងអានិសង្ឃអ្នកបង្រើម៉ែបង្រើឪនេះបានបុណ្យណាញោមណាអានឹងកម្មបើគេថាកម្មក៏កម្មដែរប៉ុន្តែកម្មថ្មីព្រោះកម្មវាមានល្អមានអាក្រក់ណាញោមណាបើអញ្ចឹងប៉ុណ្ណេះទៅចោះសូមបើកឲ្យប្រគុណម្ចាស់មហាថែសួរមកសរី10សំណួរទៀតប៉ុន្តែសួរឲ្យឆ្លើយខ្លួនព្រះអង្គផងខ្ញុំកណាសូមចប់ប៉ុណ្ណេះសូមនិមន្ត